កាលពីមេរៀនមុនយើងបានសិក្សាអំពី or ឥឡូវពេលនេះយើងសិក្សាអំពី n ដែល n វា copy or ដោយសារ n វាទាមទារឲ្យតម្លៃឬក៏អត្ថន័យនៅចង់សិក្សាហ្នឹងគឺកើតឡើងព្រមគ្នាឬក៏ពិតឡើងព្រមគ្នាដូចជានេះគឺជាឧទាហរណ៍ទី1បើសិនជាយើងចង់សិក្សា x ហើយនឹង y បើសិនជា x true y true តើបាន n ហ្នឹងមានលទ្ធផល true ដែរទី2បើ x false y false នោះមាននឹងចេញ false បើ x false y true វានៅតែ false វា copy or ដែល or ករណី or បើសិនជា x false ឬក៏ y true ភាពខុសគ្នាដោយសារ or វាទាមទារឲ្យមួយក្នុងចំណោមនោះពិតក៏បានដូច10ពិតតែមួយក៏វាចាត់ទុកថាពិតតែចំពោះ n អត់បានទេបើមាន10តម្លៃគឺត្រូវពិតទាំង10តម្លៃក្នុងនេះយើងសិក្សាតែ2តម្លៃទេអញ្ចឹងបើសិនមានណាមួយនោះដែលមិនពិតគឺវាបោះតម្លៃឲ្យមិនពិតតែម្ដងនេះដូច្នេះទោះបីជា x true y false នោះនាំឲ្យវា false ឥឡូវយើងសិក្សាអំពីវាដោយសារវាបោះតម្លៃតែ2តែប៉ុណ្ណោះគឺ true ហើយនិង false ឥឡូវយើងតាំងថា x ស្មើ0.1 y ស្មើនឹងឈ្មោះថារដ្ឋាសោយើងនឹងសិក្សាអំពីយើងវាយ n តម្លៃទី1យើងចង់កាត់តែ3ប្រព័ន្ធ3លេខប៉ុណ្ណោះហើយកាត់ left កាត់3ខ្ទង់បើសិនបើជាតម្លៃនេះបើសិនបើជាតម្លៃនេះស្មើនឹង0.1ហើយមួយទៀតប្រសិនបើតម្លៃ A2 ស្មើនឹងរដ្ឋាសោតើវាបោះតម្លៃអ្វីវាបោះតម្លៃតែពិតនោះបានន័យថាវាពិតដូចជាអ្វីដែលយើងរកគឺ x និង y ពិតជាស្មើនឹង0.1 y ស្មើរដ្ឋាសោគឺដូចនេះបើ x true y true n ក៏ true យើងមើល logical 1យើងតែថាបើសិនជា number ហ្នឹងគឺជា0.1 ហើយ logical 2បើសិនជាឈ្មោះថារដ្ឋាសោឥឡូវយើងបើសិនជាវាទាំងពីរ fail វិញ false វិញតើយ៉ាងម៉េចវិញអូខេឥឡូវយើងដាក់ false មួយហើយយើងដាក់0.2ឃើញទៀតថាវាលុបទៅជា false នេះករណីគឺ x false តែ y true អញ្ចឹងវានៅតែ false ជាសំខាន់រវាង n ហើយនឹង or n គឺវាសំដៅថា all គ្រប់ធាតុទាំងអស់គឺតម្រូវឲ្យពិតគឺពិតទាំងអស់ចំពោះ or វិញ each